បាទជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាបាទថ្ងៃនេះនាំបងប្អូនទាំងអស់គ្នាមកកាន់ទឹកដីខាងភូមិត្រពាំងក្រូចបាទឃុំព្រៃកបាសបាទស្រុកព្រៃកបាសបាទខេត្តតាកែវបងប្អូនណាបាទហើយថ្ងៃនេះយើងចុះមកកក់បាទសាងសង់បាទផ្ទះកពើ5កូនកាត់របស់យើងមួយដែលមានទំហំខនាត6គុណនឹង12បាទមាន2បន្ទប់គេងបាទមួយបន្ទប់ទឹកកន្លែងទទួលភ្ញៀវផ្ទះបាយបាទតម្លៃមកការផ្ដាច់ទាំងសម្ភារៈនិងកម្លាំងពលកម្មបាទតម្លៃ$18400បាទជាតម្លៃឥត10បាទតម្លៃនេះគឺបងប្អូនចាំតែកាន់សោចូលនៅទេបាទបងប្អូនមានតែទឹកមានតែភ្លើងបាទសម្រាប់ក្រុមការងារយើងប្រើប្រាស់អំឡុងពេលសាងសង់ទៅក៏បានហើយបាទហើយនៅទីតាំងដីណាបងប្អូនបាទហើយនេះយើងមកជួបបាទលោកពូក៏ដូចជាលោកតាបាទលោកយាយបាទគាត់នៅជុំគ្នាបាទហើយក៏ផ្ញើសេចក្តីនឹករលឹកបាទទៅកាន់កូនស្រីរបស់គាត់ដែរបាទនៅប្រទេសម៉ាឡេស៊ីបងប្អូនណាបាទហើយក៏អរគុណបងស្រីធំបាទដែលគាត់តាក់ទងមកពីចម្ងាយបងប្អូនណាបាទគាត់ជឿទុកចិត្តលើក្រុមការងាររបស់យើងបាទគាត់ទុកចិត្តបាទបានគាត់តាក់ទងមកកក់លុយរបស់យើងតាំងពីប្រទេសក្រៅម្លេះបាទហើយសូមផ្ញើសេចក្តីនឹករលឹកទៅកាន់គាត់ផងដែរហើយនេះក៏ជាភាពបាទស្មោះត្រង់បាទភាពច្បាស់លាស់បាទដែលយើងបង្ហាញទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទជារឿយបាទបានបងស្រីគាត់ទស្សនាទៅបាទគាត់ទុកចិត្តណាបាទជាក់ស្ដែងបងស្រីគាត់មិនបានមកមើលផ្ទាល់ទេបាទសូម្បីតែការកក់បាទថ្ងៃក្រុងបលីក៏គាត់មិនបានមកដែរបាទតើតែគាត់ចប់ភារកិច្ចបាទគាត់បានមករស់នៅស្រុកខ្មែរវិញបាទបានគាត់មកនៅតែម្ដងបាទអញ្ចឹងពេលនោះប្រហែលជាផ្ទះហើយបាទហើយក៏ផ្ញើសេចក្តីនឹករលឹកដែរបាទប៉ុន្តែគាត់មានបងប្អូនរបស់គាត់បាទនៅក្នុងប្រទេសខ្មែរបាទជាអ្នកចំហបាទក៏ដូចជាលោកពូបាទដូចជាលោកតាលោកយាយបាទគាត់មើលបន្ថែមឲ្យបានបាទហើយក៏សូមអរគុណដល់បងប្អូនអរគ្នាដែលតែងតែគាំទ្រណាបាទហើយវីដេអូនេះជាក់ស្ដែងយើងកក់យូរហើយបងប្អូនបាទប៉ុន្តែអត់មានពេលបាទកាត់តផុសបាទដោយសារតែជាប់រវល់បងប្អូនយើងគាំទ្រច្រើនមកចឹងចេញពីខេត្តមួយទៅខេត្តមួយបាទសិក្សាប្លង់ជាបន្តបន្ទាប់បាទជូនបងប្អូនដើម្បីបើកការឋានពួកខាងក្រុមការងាររបស់យើងបាទយើងមានប្លង់បាទច្បាស់លាស់បងប្អូនណាបាទមុនសាងសង់យើងសិក្សាបាទជូនបងប្អូនបាទម៉ូដយ៉ាងម៉េចទំហំបន្ទប់យ៉ាងម៉េចគឺបងប្អូនអាចប្រាប់បានបាទគឺយើងធ្វើទៅតាមនឹងឲ្យបាទមិនមែនមកការផ្ដាច់ទាំងសម្ភារៈនិងកម្លាំងពលកម្មបាទខាងជាងចង់ដាក់អីក៏បានគឺអត់ទេបងប្អូនណាបាទសម្រាប់សម្ភារៈបាទក្រោទ្វាថ្នាំពណ៌អីផ្សេងគ្រប់បែបយ៉ាងគឺបងប្អូនមានសិទ្ធិទាំងអស់បាទកាលណាបងប្អូនកក់ខាងយើងហើយបាទគឺយើងចាប់ផ្ដើមសិក្សាគម្រោងប្លង់បាទជូនបងប្អូនហើយនឹងផ្ញើកាតាឡុកផ្សេងជូនបងប្អូនរើសផងដែរបាទនេះលោកតាលោកយាយបាទគាត់សប្បាយចិត្តមែនតើបងប្អូនបាទពួកកាលណាធម្មតាទេបាទលោកអ៊ំចាស់បាទគាត់ចាស់ទៅគឺគាត់ចង់នៅផ្ទះបែបទៀបបងប្អូនបាទហើយបើបានផ្ទះថ្មមួយរស់នៅសមរម្យបាទងាយស្រួលសម្អាតទៀតគឺសប្បាយចិត្តខ្លាំងបាទព្រោះកាលណាផ្ទះឈើយើងពិបាកឡើងបាទហើយនេះជាសកម្មភាពបាទដែលយើងបញ្យលបាទលោកពូក៏ដូចជាលោកតាបាទតាក់ទងមួយម៉ូដបាទកូនស្រីគាត់ចង់បានបែបម៉េចបាទគឺគាត់សិក្សាមួយយើងបាទមកពីប្រទេសក្រៅមកម្លេះបាទតាមរយៈ Telegram ក៏ដូចជា chat ផងដែរបាទអញ្ចឹងម៉ូដផ្ទះបងប្អូនអាចមើលបានបាទសស្អាតមែនតើម៉ូដនេះបាទទំហំ612បាទដំបូល2តង់បាទម៉ូដកពើ5កូនកាត់ស្អាតមែនតើបាទអញ្ចឹងបើសិនជាបងប្អូនមកមានតម្រូវការសាងសង់បងប្អូនអាចតំណងមកបានបាទទទួលមកការសាងសង់25ខេត្តក្រុងបងប្អូនគាត់ទៅប្រាប់ទំហំផ្ទះដែលបងប្អូនចង់បានបាទក៏ដូចទីតាំងដែលបងប្អូនចង់សាងសង់មកបាទក្រុមការងាររបស់យើងនឹងចេញតម្លៃជូនហើយសម្រាប់សម្ភារៈគឺយើងនឹងអត់ជូនបងប្អូនទាំងអស់បាទសូមអរគុណបាទសូមជម្រាបលា